mê riêng muốn dừng ban kia ni deriveនៃអនុគមដែលមានx ស្មើនឹង y ស្មើនឹងអី x ស្វ័យគុណ n ប៉ុន្តែឥឡូវនេះយើងបន្តគណនា derive នៃអនុគមនេះម្ដងនៃអនុគមនេះវាខុសពីលើកមុនខុសពីតងថាបើយើងធ្លាប់តែអីបើយើងធ្លាប់តែអនុគម x ស្វ័យគុណ n ដូចជា x ការ៉េ x គីបអីចឹងទៅតែលើកនេះ x ស្វ័យគុណ n អានេះយើងរកបាន derive នេះបើយើងមានអនុគមនេះ derive វាច្បាស់ជា n ឃើញទេ n x n ដក 1 n ដក 1 ប៉ុន្តែលើកនេះអនុគមយើងមិនមែន x n នេះបើតែជា1លើ x ឃើញទេ1 x ស្មុកស្មាញជាងអ្វីដែលយើងធ្លាប់រៀននេះបើមាន x ស្វ័យគុណ 2 x ស្វ័យគុណ 3 x ស្វ័យគុណ 4 យើងងាយគេអត់នេះហើយតែលើកនេះ1លើ x នេះបើ1លើ x នេះតើ derive វាមានតម្រង់យ៉ាងដូចម្ដេចអញ្ចឹងដើម្បីគណនា derive នេះយើងរកតាមអត្រាកំណើនគឺ delta f លើ delta x នេះយើងបង្កើតនេះបង្កើតអាហ្នឹងដើម្បីចង់រក derive ដំបូងផុតទៅបង្កើតផលធៀបហ្នឹងឥឡូវយើងបង្កើត x បូកហានេះវាអនុគមយើង1លើ x ចឹង1លើ x បូកហានេះយើងបង្កើតណាអានេះអនុគមនេះ fx អនុគមនេះហាដដែលចឹងយើងស៊ីសងលើមកស៊ីសងគឺម៉េចស៊ីសង x ភាគបែកអានេះមក x ចឹងអស់ហើយនៅសល់អីនៅសល់ដកណាចុងក្រោយផលធៀបដែលយើងរកនេះផលធៀបដែលរកគឺប៉ុណ្ណឹងអញ្ចឹងចង់រក limit អាហ្នឹងគឺយើងរក limit នេះកាលណាហាខិតទៅរក0ណាអញ្ចឹងយើងធ្វើ limit ស្មើនឹង limit អានេះទៅហាខិតទៅរក0អញ្ចឹងអស់ហើយនៅសល់អីខាភាគយកនៅសល់1ដកអានេះ x គុណ x ការ៉េអញ្ចឹងចុងក្រោយមកនៅសល់ដក x ការ៉េអញ្ចឹងមានន័យថា derive អញ្ចឹង derive នេះ derive របស់1លើ x នេះអនុគមនេះ derive វាទៅជាចេះទៅជាដកអីដក x ការ៉េឃើញទេគឺអញ្ចឹង x ការ៉េគឺយើងរក derive នេះយើងតាមអីតាមផលធៀបនេះប្រើផលធៀបនេះដើម្បីរក derive របៀបនេះប៉ុន្តែសំណួរមួយសួរថាតើយើងអាចប្រើរូបមន្តនឹងបានទេយើងពិតមែនរបៀបប្រភេទមែនតែបើយើងសេវាទៅជា x ស្វ័យគុណដក 1យើងអាចប្រើវាបានទេអាចប្រើបានទេយើងសួរសំណួរអញ្ចឹងឥឡូវខ្ញុំប្រើរូបមន្តហ្នឹងxn derive អញ្ចឹងណាខ្ញុំប្រើអញ្ចឹងកាលណាខ្ញុំប្រើរូបមន្តនេះរបស់យើង n ស្មើប្រមាណនេះ n យើងស្មើដក 1យើងចាត់ទុកដក 1 ជា n តើយើងអាចប្រើរូបមន្តនេះដើម្បីគណនា derive បានឬទេដោយមិនបាច់ប្រើនេះដោយមិនបាច់ប្រើនិយមន័យហ្នឹងទេអានឹងស្មុគស្មាញឥឡូវខ្ញុំប្រើមកសាកមើលx ស្មើ x ដក 1 ហើយ prime ស្មើនឹងអី n យើងដក 1 ហ៎ n ដក 1 ស្មើនឹងអីយកដក 1 x នេះ n ដក 1 អញ្ចឹងចុងក្រោយអីស្មើនឹងដក x ដក x ស្វ័យគុណដក 2អានឹងស្អីអានេះ x នេះខ្ញុំសូមបញ្ជាក់បន្តិចឲ្យយល់ថាក្នុងគណិតវិទ្យាកាលណា1លើ x ក្នុងគណិតវិទ្យា1លើ x នេះគេចង់សរសេរជាស្វ័យគុណបើចង់សរសេរស្វ័យគុណគេដាក់ x ដក 1នេះជាការសន្មតរបស់គេ x ដក 1នេះជាការសន្មតដែលមកពី1លើ x ចុះឥឡូវសួរថា1លើ x ការ៉េវិញ1លើ x ការ៉េគឺជាប្រភេទប៉ុន្តែបើចង់សរសេរវាទៅជាស្វ័យគុណគឺ x អី x ដកអី x ដក 2នេះជាការសន្មតក្នុងគណិតវិទ្យាជាការសន្មតសរសេរទេជាការសន្មតអញ្ចឹងកាលណាគេសួរថា x ដក 1 គ្មានន័យទេ x ដក 1 គឺស្អី x ដក 1 គ្មានន័យតតសោះក្នុងគណិតវិទ្យាតែបើយើងដូរវាទៅជា1លើ x មានន័យហើយ1ចែកនឹង
x អាហ្នឹងមានន័យគឺថា1ចែកនឹង x x ដក2ក៏គ្មានន័យទេនៅគណិតវិទ្យាអត់មានន័យតរសោះប៉ុណ្ណឹងស្អីទេតែបើមានន័យមែនតើគឺ1លើ x ការ៉េគឺ1លើ x ការ៉េ1ចែក x ការ៉េចែក x ការ៉េទៅយើងធ្វើប្រមាណវិធីឃើញលេខវាបានតែបើ x ដក2អត់មានន័យតិចសោះគ្រាន់តែយើងសរសេរសម្រួលក្នុងការសរសេរគ្រាន់តែពីប្រភាគសេមកស្វ័យគុណវាងាយអានេះវាងាយជាអានេះបន្តិចជាការសរសេរកាត់ទេសការសរសេរកាត់ទេប៉ុន្តែឫសគល់មែនតើនេះឫសគល់មែនតើគឺ x ដក1មកពី1លើ x x ដក2គឺ1លើ x ការ៉េអញ្ចឹងហើយនេះអានេះយើងអត់មានយល់ទេយើងសេអាចសេយ៉ាងបានសេអញ្ចឹងសេទៅអញ្ចឹងសរុបមកក្នុងការគណនាអនុគមពិតមែនតែវាអត់មានស្វ័យគុណតែយើងដូរស្វ័យគុណយើងនៅតែអាចប្រើរូបមន្តនឹងបានដដែលទោះបីជាវាស្វ័យគុណដក1ក៏ដោយយើងអាចប្រើរូបមន្តនឹងគណនាបានដែរយើងអាចគណនាតាមផលធៀបនេះក៏បានដែរបើវាស្មុគស្មាញពិបាកណាអញ្ចឹងយើងអាចដូរវាកាលណាប្រភាគដូរវាទៅជាស្វ័យគុណហើយយើងនៅតែប្រើរូបមន្តហ្នឹងនៅតែបានដដែលឥឡូវយើងមើលមួយទៀតជើមើលអនុគមនេះអនុគម radical derivative វាយ៉ាងម៉េចយើងអត់មានទេយើងធ្លាប់រៀនតែ x អី xn យើងធ្លាប់រៀន x ស្វ័យគុណ n ឥឡូវ radical ដើម្បីចង់ដឹង derivative វានេះបើអត់មាន x ស្វ័យគុណអីផងចង់រក derivative វាយើងរកផលធៀបយើងសេផលធៀបដែរផលធៀបនេះស្មើអីនេះឃើញទេ x បូក h ជាអថេអញ្ចឹងឬ x បូក h ដល់ fx អញ្ចឹងចង់រក limit វាខ្ញុំគុណកន្សោមឆ្លាស់ដកគុណកន្សោមឆ្លាស់ខ្ញុំគុណកន្សោមឆ្លាស់នេះកន្សោមនេះឆ្លាស់ណាអញ្ចឹងអាលើគុណប៉ុណ្ណឹងអាក្រោមគុណប៉ុណ្ណឹងឥឡូវគុណកន្សោមឆ្លាស់ឃើញលទ្ធផលឃើញនេះ x បូក h ដល់អញ្ចឹងខ្ញុំសម្រួល x អស់ហើយនេះ x អស់នៅសល់ប៉ុណ្ណឹងសល់នេះ h នេះខ្ញុំសម្រួលបាត់ទៀតនៅសល់ប៉ុណ្ណឹងអញ្ចឹងសល់ប៉ុណ្ណឹងយើងរក limit បានហើយរក limit ព្រោះកាលណា h ខិតទៅរក0 h ខិតទៅរក0វាទៅជានៅសល់ឬ x បូកឬ x 2ឬ x អញ្ចឹងខ្ញុំបង្កើត limit ខ្ញុំឃើញវាខ្ញុំស្មើប៉ុណ្ណឹងអញ្ចឹងបានខ្ញុំថា derivative យ៉ាងម៉េចអញ្ចឹងderivative ដែលខ្ញុំគណនានេះគឺខ្ញុំគណនា derivative នេះគឺតាមផលធៀបប៉ុន្តែសួរថាយើងប្រើរូបមន្តនេះបានទេខ្ញុំចង់ប្រើរូបមន្តបានទេសួរសំណួរសួរប្រើបានទេដើម្បីចង់ប្រើរូបមន្តនេះតោះថាខ្ញុំសរសេរអានេះទៅជាអីសរសេរវាទៅជាមានស្វ័យគុណក្នុងការសរសេរស្វ័យគុណយ៉ាងម៉េចយើងដឹងហើយក្នុងការសរសេរស្វ័យគុណហ្នឹងគឺឬ x គឺយើងសរសេរទៅជា x កន្លះសេប្រភាគនេះក្នុងគណិតវិទ្យាគេមានសេកាត់ច្រើនណាស់គេសេកាត់ក្នុងគណិតវិទ្យាកាលណាឬ x ចង់សរសេរជាស្វ័យគុណគេសេមិនគេសេ x ឬការ៉េនេះការ៉េ1លើគេសេកាត់យ៉ាង1លើ2ចុះសួរថាឬគីបនេះសេមិននេះ x ឬគីបនេះគេចង់សេស្វ័យគុណក៏បាននេះគេសេ x 1លើ3 អានេះគឺរូបបង្ហាត់របៀបសេអញ្ចឹងឥឡូវខ្ញុំសួរចេះ1លើឬ x សរសេរស្វ័យគុណបានទេថាបានសេយ៉ាងម៉េចជំហានដំបូងខ្ញុំសេ1លើ x កន្លះឥឡូវខ្ញុំចង់យកវាឡើងលើវាទៅជា x ដកកន្លះអញ្ចឹងបានយើងត្រូវយល់នេះ x ដកកន្លះនេះគ្មានន័យទេមិនដឹងជាស្មើប្រមាណទេចង់រកឬគល់វាគឺមកវិញចេះគឺបើ1ចែកនឹងឬ x ទៅមានឬគល់យើងអាចស្គាល់តម្លៃវាបានតែបើនេះយើងអត់ដឹងធ្វើប្រមាណវិធីយ៉ាងម៉េចនេះយើងដឹងតែ1ចែកឬ x នឹងមាននេះគឺក្នុងគណិតវិទ្យាគេប្រើសកាត់ច្រើនណានិមិត្តសញ្ញាកាត់ខ្លីៗសម្រួលក្នុងខ្លី radical ក៏អាចសរសេរទៅជាស្វ័យគុណបានដែរប្រភាគក៏អាចសរសេរទៅជាស្វ័យគុណបានដែរគឺគេសរសេរកាត់អញ្ចឹងកាលណាខ្ញុំចង់ប្រើរូបមន្តនេះខ្ញុំប្រើអីស្មើហ្នឹង n ស្មើកន្លះហើយ n ស្មើកន្លះអញ្ចឹងសេមកកន្លះនេះ
derivative វាស្មើកន្លះ x នេះ n កន្លះដកអញ្ចឹងស្មើអីស្មើនឹង x នេះស្អីនេះខ្ញុំបញ្ជាក់ហើយនេះ x ដកកន្លះហ្នឹងមកពីអីមកពីអានេះអញ្ចឹងលទ្ធផលវាគឺអញ្ចឹងលទ្ធផល derivative អញ្ចឹងសរុបសេចក្តីមកអនុគមនេះអនុគមអី f ស្មើនឹងឬ x រ៉ាឌីកាល់ x derivative វាណា derivative វាស្មើនឹង derivative ស្មើឃើញទេអញ្ចឹងយើងមានអនុគមប្រភាគ1លើ x ឃើញទេមានថា1លើ x ក៏យើងអាចរក derivative បានដែរមិនបាច់ជាស្វ័យគុណទេប៉ុន្តែយើងក៏ដូរវាទៅអីយើងដូរវាទៅជា x ដក1មកយើងរក derivative វាទៅហើយឥឡូវបើយើងនេះឬ x ពិតមែនតែអត់ស្វ័យគុណមែនតែយើងដូរវាទៅជាអីដូរទៅ x ស្វ័យគុណនេះដកកន្លះស្វ័យគុណកន្លះយើងរក derivative នេះគឺដូចគ្នាដោយប្រើរូបមន្តនេះអញ្ចឹងរូបមន្តនេះមិនចាំបាច់តែស្វ័យគុណទេបើមានជាប្រភាគក៏បាន radical ក៏រកបានដែរដោយយើងប្រើរូបមន្តនេះដើម្បីរក derivative